រិកនឹងចែករំលែកបច្ចេកវិទ្យារសើបអនុញ្ញាតឲ្យកូរ៉េខាងត្បូងសាងសង់នាវាមួយទឹកដែលដោយថាមពលនុយក្លេអ៊ែរសហរដ្ឋអាមេរិកនឹងចែករំលែកបច្ចេកវិទ្យាដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីអនុញ្ញាតឲ្យកូរ៉េខាងត្បូងសាងសង់នាវាមួយទឹកដែលដោយថាមពលនុយក្លេអ៊ែរនេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតី Donald Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃប្រហ័សទី30 តុលាបន្ទាប់ពីបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងប្រធានាធិបតីកូរ៉េខាងត្បូងលោកលីជេយុងបានសង្កត់ធ្ងន់ទៅកាន់លោក Trump នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធទី29 តុលាថាគោលដៅគឺដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកដែលកត់សម្គាល់ពីផែនការបង្កើនការចំណាយយោធាដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអាមេរិកមេដឹកនាំកូរ៉េខាងត្បូងបាននិយាយថាអាចមានការយល់ច្រឡំនៅពេលដែលពួកគេនិយាយចុងក្រោយនៅក្នុងខែសីហាអំពីនាវាមួយទឹកដែលដោយថាមពលនុយក្លេអ៊ែរដោយនិយាយថារដ្ឋាភិបាលរបស់លោកកំពុងស្វែងរកឥន្ធនៈនុយក្លេអ៊ែរជាអាវុធលោកបន្តថាប្រសិនបើកូរ៉េខាងត្បូងត្រូវបានបំពាក់ដោយនាវាមួយទឹកដែលដោយថាមពលនុយក្លេអ៊ែរនោះវាអាចជួយសកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់លោកត្រាំបាននិយាយនៅក្នុងសារដាច់ដោយឡែកមួយថាប្រទេសកូរ៉េខាងត្បូងនឹងសាងសង់នាវាមួយទឹកដែលដោយថាមពលនុយក្លេអ៊ែរនៅក្នុងកន្លែងផលិតនាវា Philippsviet Hanwha Group របស់កូរ៉េខាងត្បូងយ៉ាងណាមិញគេមិនច្បាស់ទេថាទំហំឬតម្លៃនៃគម្រោងនេះប៉ុណ្ណានោះទេប៉ុន្តែកូរ៉េខាងត្បូងបានឲ្យដឹងជាផ្នែកមួយនៃការចរចាជាមួយលោកត្រាំថាខ្លួនបានបដិញ្ញាចិត្តវិនិយោគចំនួន$150,000 លានលើសមត្ថភាពសាងសង់នាវារបស់អាមេរិកបច្ចេកវិទ្យានាវាមួយទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាបច្ចេកវិទ្យាដ៏រសើបបំផុតនិងមានការការពារខ្ពស់បំផុតសហរដ្ឋអាមេរិកបានការពារចំណេះដឹងនោះយ៉ាងខ្លាំងហើយសម្បីតែកិច្ចព្រមព្រៀងដែលបានប្រកាសថ្មីៗនេះជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធគឺចក្រភពអង់គ្លេសនិងអូស្ត្រាលីដើម្បីជួយចក្រភពអង់គ្លេសនិងអូស្ត្រាលីឲ្យទទួលបានបច្ចេកវិទ្យានាវាមួយទឹកនុយក្លេអ៊ែរក៏មិនបង្ហាញពីសហរដ្ឋអាមេរិកផ្ទេរចំណេះដឹងរបស់ខ្លួនដោយផ្ទាល់ដែរការបង្ហោះរបស់លោកត្រាំនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានកាត់ឡើងមុនកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងដែលប្រទេសរបស់គាត់មាននាវាមួយទឹកនុយក្លេអ៊ែរនិងបន្ទាប់ពីកូរ៉េខាងជើងកាលពីខែមីនាបានបង្ហាញជាលើកដំបូងនៅនាវាមួយទឹកដោយថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់វាគឺជាប្រព័ន្ធអាវុធដែលអាចបង្កការគំរាមកំហែងសន្តិសុខដ៏សំខាន់ដល់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនៅពេលដែលលោកត្រាំបានទៅទស្សនកិច្ចកូរ៉េខាងត្បូងកូរ៉េខាងជើងបានប្រកាសកាលពីថ្ងៃពុធទី29 តុលាថាខ្លួនបានធ្វើការសាកល្បងមីស៊ីលប្លង់ដោយជោគជ័យដែលជាការបង្ហាញចុងក្រោយបំផុតនៃសមត្ថភាពយោធាដែលកំពុងកើនឡើងរបស់ខ្លួន